បន្តែមកសមមិញហ្នឹងគឺខ្ញុំបានទៅពេទ្យពិនិត្យអីហើយអស់ហើយអញ្ចឹងទៅពិនិត្យច្រើនណាគេបូមឈាមខ្ញុំច្រើនមែនតើយកទៅឡើង6កំប៉ុងឯណោះបូមឈាមពិនិត្យមើលជំងឺផ្សេងដែលអាចថាវាប៉ះពាល់ដល់ផ្នែកខាងក្នុងអីចឹងទៅក៏ពិនិត្យអីអស់ហើយក៏ប៉ុន្តែវាអត់មានជាបញ្ហាអីទេផ្នែកខាងក្នុងគឺវាអត់អីទេដោយសារតែបានលេបថ្នាំទៅយើងមិនសាបបានតន់មុនអីចឹងទៅគឺវាអត់អីទេអញ្ចឹងគឺអ្វីដែលនៅឈឺនោះគឺនៅឈឺតែជើងទេខ្ញុំអាចទ្រាំបានពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យតែថាផ្នែកខាងក្នុងវាមិនអាចប៉ះពាល់ដល់អាយុជីវិតខ្ញុំបានគឺមិនអីទេឈឺជើងប៉ុណ្ណឹងគឺខ្ញុំអាចទ្រាំបានចាបងប្អូនទាំងអស់គ្នាហើយក៏សូមអរគុណដែរអ្នកទាំងអស់គ្នាដែលបានជួយប្រាប់ពីនេះពីនោះក៏ប៉ុន្តែអធិស្ឋានខ្ញុំដោយសារតែខ្ញុំរស់នៅប្រទេសជប៉ុនអញ្ចឹងអីគឺខ្ញុំព្យាបាលតាមមន្ទីរពេទ្យនៅជប៉ុនហ្នឹងខ្ញុំអត់អាចធ្វើអ្វីផ្សេងបានក្រៅពីពេទ្យប្រាប់ទេពីព្រោះអីខ្លាចថាអាចឆ្លងមេរោគអាចឆ្លងស្អីផ្សេងបន្ថែមទៀតអញ្ចឹងគឺខ្ញុំអត់ហ៊ានទេពុកម៉ែបងប្អូនណៃពីព្រោះអីជើងខ្ញុំនេះគឺវាឈឺខ្លាំងផងហើយវាកើតអញ្ចឹងខ្ញុំខ្លាចថាធ្វើអីផ្សេងទៅវាឆ្លងមេរោគអីផ្សេងណាហើយមួយទៀតដោយសារតែអ្នកពេទ្យគាត់កាត់ជើងគាត់កាត់សាច់ខ្ញុំមកដុំយកទៅពិនិត្យហើយនឹងពិសោធន៍ផងអីផងអញ្ចឹងគឺកន្លែងហ្នឹងគឺខ្ញុំត្រូវសម្អាតវាឲ្យបានស្អាតឲ្យបានស្អាតជានិច្ចខ្លាចថាវាឆ្លងមេរោគពេទ្យប្រាប់ពីរបៀបសម្អាតអីអស់ហើយអញ្ចឹងគឺអ្នកខ្លះទៅគាត់ថាកុំឲ្យជើងខ្ញុំត្រូវទឹកកុំឲ្យជើងខ្ញុំប៉ះទឹកអីណាណីហើយអ្នកខ្លះថាឲ្យងូតទឹកឲ្យច្រើនដងអីណាណីអញ្ចឹងទៅក៏ប៉ុន្តែខ្ញុំអាចថាមិនឲ្យត្រូវទឹកមិនបានឲ្យសារតែពេទ្យគាត់ប្រាប់ថាឲ្យខ្ញុំត្រូវងូតទឹកចាប់ពីថ្ងៃហ្នឹងទៅម្សិលមិញគឺខ្ញុំអត់បានងូតទេព្រោះអីជើងហ្នឹងទើបតែកាត់ហើយគឺគាត់អត់ឲ្យត្រូវទឹកទេអញ្ចឹងគាត់ឲ្យថ្ងៃហ្នឹងចាប់ពីថ្ងៃហ្នឹងទៅគឺត្រូវសម្អាតវាជារៀងរាល់ថ្ងៃអញ្ចឹងគឺខ្ញុំមានតែធ្វើតាមពេទ្យទេបងប្អូនទាំងអស់គ្នាហើយក៏សូមអរគុណអ្នកទាំងអស់គ្នាដែលតែងតែព្រួយបារម្ភហើយនឹងខមមិនជូនពរហើយប្រាប់ពីវិធីសាស្ត្រនេះវិធីសាស្ត្រនោះអីចឹងណាអញ្ចឹងគឺខ្ញុំសូមអរគុណមែនតើ